ដឹកនាំនិងសមាជិកការបណ្ដុំសមាគមអង្គការសង្គមស៊ីវិលដឹកនាំដោយបណ្ឌិតហែមប្រសើរបានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយព្រមទាំងថវិកាមួយចំនួនជូនដល់កងទ័ពនិងវីរៈជនការពារព្រំដែនប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីយើងទាំងអស់គ្នាសូមគោរពនិងសម្ដែងនូវការកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ពនិងវីរៈជនដែលកំពុងឈរជើងនៅសមរភូមិមុខបណ្ឌិតហែមប្រសើរបានថ្លែងបែបនេះនៅក្នុងឱកាសដែលលោកបណ្ឌិតនិងថ្នាក់ដឹកនាំសមាជិកការនៃសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលចុះសាកសួរសុខទុក្ខនិងនាំយកអំណោយព្រមទាំងថវិកាមួយចំនួនជូនដល់កងទ័ពនិងវីរៈជនការពារព្រំដែនប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីនៅថ្ងៃអាទិត្យ5រោចខែចេសឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី15ខែមិថុនាឆ្នាំ2025ដំណើរទស្សនកិច្ចសាកសួរសុខទុក្ខនិងនាំយកអំណោយព្រមទាំងថវិកាមួយចំនួនជូនដល់កងទ័ពនិងវីរៈជនការពារព្រំដែនប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីនេះមានការចូលរួមដឹកនាំដោយលោកបណ្ឌិតហែមប្រសើរប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលបណ្ឌិតហៀងគឹមស្រឿនប្រធានក្រុមប្រឹក្សាភិបាលលោកម៉ៅផល្លាប្រធានកិត្តិយសលោកខាងប៊ុនសុងទីប្រឹក្សាព្រមទាំងថ្នាក់ដឹកនាំសមាគមអង្គការសង្គមស៊ីវិលចំនួន22អង្គភាពសារព័ត៌មានជាច្រើនទៀតសរុបចំនួនមនុស្សចូលរួមប្រមាណជាង100នាក់ថ្នាក់ដឹកនាំអង្គភាពសមាគមអង្គការសង្គមស៊ីវិលដែលបានចូលរួមមានដូចខាងក្រោមសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាពសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌សមាគមថ្នល់យុវជនលេខាស្នាក់ការកណ្ដាលសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពសមាគមសម្ព័ន្ធយុវជនសេនាមរតកសន្តិភាពអង្គភាពកាសែតពន្លឺពេជ្រនិងគេហទំព័រ PPT News អង្គការបេសកកម្មសប្បុរសធម៌សមាគមយុវជនពន្លឺព្រះច័ន្ទសមាគមសហព័ន្ធបណ្ដាញព័ត៌មានកម្ពុជាសមាគមព័ត៌មានមិត្តក្រៅមេឃសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានសាខាខេត្តព្រះសីហនុសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាពសាខាកំពង់ស្ពឺសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាពសាខាខេត្តកណ្ដាលសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាពសាខាអង្គស្នួលខេត្តកណ្ដាលបណ្ឌិតហែមប្រសើរបានថ្លែងថាក្នុងនាមថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលនិងសមាជិកការទាំងអស់យើងទាំងអស់គ្នាសូមគោរពនិងសម្ដែងនូវការកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ពនិងវីរៈជនដែលកំពុងឈរជើងនៅសមរភូមិមុខលោកបណ្ឌិតបានបន្ថែមទៀតថាក្នុងនាមសមាគមអង្គការសង្គមស៊ីវិលដែលបានចុះមកសាកសួរសុខព្រមទាំងបាននាំយកនៅសម្ភារៈឧបភោគបរិភោគនិងថវិកាតិចតួចមកជួយឧបត្ថម្ភគាំទ្រដល់បងប្អូនដែលជាកងទ័ពឈរជើងការពារបូរណភាពទឹកដីហ៊ានពលីជីវិតឥតស្ដាយស្រណោះក្នុងបុព្វហេតុការពារជាតិមាតុភូមិយើងនេះគឺបន្ថែមពីលើការផ្ដល់កម្លាំងចិត្តនិងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលចំពោះបងប្អូនវីរៈជនកងទ័ពការពារព្រំដែនគ្រប់ពេលវេលាលោកបណ្ឌិតបានបន្ថែមទៀតថានៅថ្ងៃទី15ខែមិថុនាឆ្នាំ1962គឺកាលពី63ឆ្នាំមុនគឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារដែលថៃបានអះអាងសិទ្ធិកាន់កាប់ទាំងបំពានដែនអធិបតេយ្យរបស់កម្ពុជានិងបំពានច្បាប់អន្តរជាតិដែលធ្វើឲ្យថៃអាម៉ាស់ម្ដងរួចមកហើយនៅលើឆាកអន្តរជាតិហើយជាហេតុដែលធ្វើឲ្យភាគីថៃមិនចង់ដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ចង់ចរចាទ្វេភាគីជាមួយនឹងចេតនាទុច្ចរិតក្រឡេកក្រឡោចលោកបណ្ឌិតបញ្ជាក់ទៀតថាថ្ងៃនេះក៏ជាថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជូនលិខិតផ្លូវការដែលផ្ញើទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិបានចាត់តាំងមន្ត្រីមួយរូបដំណើរតាមយន្តហោះដើម្បីនាំយកលិខិតនេះដោយផ្ទាល់ទៅប្រគល់ជូនស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហូឡង់ដែលមាននិវេសនដ្ឋាននៅទីក្រុងប្រូចសែលប្រទេសបែលហ្សិកហើយនៅថ្ងៃច័ន្ទទី16ខែមិថុនាស្អែកនេះស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហូឡង់នឹងប្រគល់ដោយផ្ទាល់ដៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេក្នុងនាមកងទ័ពដែលកំពុងឈរជើងនៅប្រាសាទតាក្របីបានថ្លែងអំណរគុណថាក្នុងឱកាសនេះដែរឯកឧត្តមអស់លោកក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលបានសហការគ្នាចូលរួមមកសួរសុខទុក្ខដូចថ្ងៃនេះជាការលើកទឹកចិត្តមួយយ៉ាងខ្ពស់ដល់យើងខ្ញុំនៅទីនេះជឿថាយើងខ្ញុំមិនឯកោទេដោយហេតុថាមានឯកឧត្តមអស់លោក
แต่โดยสมรภูมิกรอยร่วงจำช่วยพวกขยมกรบเป็นเลียกรบการลำบากถึงออกยังขยมโนตีนี้เพื่อจะมีสมาร์ทได้ชื่อเจ้าในการดำเนินระบบประมุขรีรัฐาภิบาลรุ่นนกครองดับบสันติเพียบนี้ให้การรุ่นนกครองดับบสันติเพียบนี้ให้ได้เกียร์สักใครเพียบเอาพวกขยมเมียนสมาร์ทได้อ้างอายคลาหันเฮียนเพื่อเปียนิกรรมเฮียนเลี้ยบางอายุชีวิตมันสดายสระตัวใบเกียร์กะละแต่สะนากระดอยคือถ้าพวกเฮียมเฮียนผู้เปียได้ขาดมันบอกบังตึกใดมันรถจอสมอรภูมิกาเปียตึกใดบานได้ขาดคนคอยกรมเพลงเราคุณจังชิริโรดอลไอ้ดำหนึ่งสมาคมจุดอ๋อแต่บานมีสมาร์ทได้ยุคจัดตุกดะเรียกบองกำลังอาจัดเปลวเลียหนึ่งที่ก็เลยบานบดอลตีนี่เดินบานถันโมปีจังค่ายให้บดอลตีนี่ให้ความดำเนินอำนวยให้อำนวยนี่เพื่อจะมีกำไรคลายคลายนะสำหรับพวกขยมเดินเราตีนี่พุทธาให้อำนวยนี่ก็เพื่อจะไม่พิมพ์ปีก็ได้พุทธาบางปูนจะออกมันสดแต่มีนทุ่งเทียนออกเนี่ยตีแต่กีการตึกจัดแต่บางปูนสลายสมอรภูมิสลายยุติจนเราให้เพื่อจะมีบางปูนเรียกบางในทวิกาแต่เจริญให้บ้านสมเพรโนตีนี่นี่เกี่ยตึกจัดแต่บ้านเลือกตึกจัดดอลพวกยึดชมโนตีนี่ฟังได้ก็สมกินโคดอลไอ้ดำอ๋อให้หนึ่งอ๋อลงประเทียนสมาคมกรุ๊ปหาบ้านแต่ละได้เมียนวัดแต่เมียนโนตีนี่สมเมียนสมกับเพียบรอบริโภคตัวบ้านชุกใจกรุ๊ปเป็นสกัดการสมออกคุณជាចុងក្រោយថ្នាក់ដឹកនាំនិងសមាជិកការទាំងអស់នៃសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលបានថតរូបជាមួយនឹងបងប្អូនវីរៈកងទ័ពនិងវីរៈជនទុកជាអនុស្សាវរីយ៍ក្នុងនោះក៏បងប្អូនវីរៈកងទ័ពនិងវីរៈជនបានសំណូមពរដល់អង្គការសង្គមស៊ីវិលទាំងអស់ពួកគាត់ចង់បានសូឡាបញ្ចូលអាគុយ100អំពែចំនួន5ឈុតដើម្បីបំពាក់ជូនដល់បងប្អូនកងទ័ពស្រួលបញ្ចូលថ្មទូរស័ព្ទនិងវិទ្យុតាក់ទងនិងតម្រូវការប្រើប្រាស់ចាំបាច់ផ្សេងៗទៀតក្នុងនោះប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលបានសន្យាថានឹងខិតខំស្វាស្វែងរកសប្បុរសជនដើម្បីជួយឧបត្ថម្ភសូឡាប្រើអាគុយនេះឲ្យបានតាមតម្រូវការចាំបាច់របស់បងប្អូនកងទ័ពនៅសមរភូមិមុខក្នុងពេលឆាប់ៗនេះ